ជំរាបសួរពុកម៉ែបងប្អូននិងមិត្តដែលចិញ្ចឹមមាន់ព្រៃទាំងអស់គ្នានិងស្រឡាញ់ការចិញ្ចឹមមាន់ព្រៃឥឡូវខ្ញុំសូមបង្ហាញមាន់ព្រៃខ្ញុំមួយក្បាលនេះវាពិតជាសោកស្ដាយមែនទែនដោយសារវាដាច់កន្ទុយហ្នឹងគឺដោយសារឆ្កែខាំហើយឆ្កែខាំហ្នឹងដោយសារឆ្កែហ្នឹងវាចូលនៅក្នុងទ្រុងខ្ញុំម្លាយទៅធ្វើការទៅវាចូលមកខាំក្នុងទ្រុងហ្នឹងហើយសំណាងល្អអីឆ្កែនឹងវាខាំតែវាខាំដែរតែវាខាំអត់ត្រូវខ្លួនវាខាំចំតែកន្ទុយដោយសារឆ្កែដោយសារមាន់ហ្នឹងខ្ញុំក្រុងនៅក្នុងទ្រុងដែរអញ្ចឹងវាខាំបានតែកន្ទុយឥឡូវវាខាំរយៈពេលរៀងយូរដែរហើយឥឡូវកន្ទុយវាក៏ដោះមកសាថ្មីឡើងវិញហើយកំពុងកន្ទុយក៏ស្អាតដែរហើយមាន់នេះមាន់ជាប្រភេទមាន់កាត់ព្រៃហើយអាយុកាលរបស់វាគឺ2ឆ្នាំជាងហើយគឺមាន់នេះស្អាតមែនទែនបើនិយាយពីសម្លេងរបស់វាគឺពីរោះខ្លាំងមែនទែនគឺរងាវពីរោះអញ្ចឹងសម្រាប់អ្នកចិញ្ចឹមសត្វចូលចិត្តការចិញ្ចឹមមាន់ព្រៃបើសម្រាប់ខ្ញុំគឺចិញ្ចឹមសម្រាប់ទុកឲ្យពួកវារងាវឲ្យស្ដាប់ហើយសម្លេងវាពីរោះហើយនៅក្នុងវីដេអូនេះគឺអត់មានសម្លេងវាទេហើយក្នុងវីដេអូនេះខ្ញុំចង់បង្ហាញថាមុនពេលបងប្អូនចេញទៅណាសូមបងប្អូនដិតទ្រុងសត្វចិញ្ចឹមបងប្អូនឲ្យបានល្អផងដោយសារពេលខ្លះយើងអត់នៅធ្វើឲ្យសត្វចិញ្ចឹមរបស់យើងនឹងត្រូវបានឆ្កែចូលខាំឬក៏ចូលបំផ្លាញអញ្ចឹងដូចមាន់ខ្ញុំហ្នឹងពិតជាស្ដាយមែនទែនការវានៅមានកន្ទុយនោះស្អាតតែម្ដងហើយដល់ពេលវាដាច់កន្ទុយអញ្ចឹងទៅមើលទៅវាអាក្រក់មើលដែរមើលទៅវាតងើពេកហើយមួយទៀតសម្រាប់ខ្ញុំចូលចិត្តស្រឡាញ់មាន់ប្រភេទមាន់កាត់ព្រៃដែលមានកន្ទុយស្អាតហើយឥឡូវកន្ទុយមាន់ខ្ញុំនេះគឺវាចិត្តដោះមកវិញហើយរងចាំមើលវាទាំងអស់គ្នាថាតើនៅពេលដែលកន្ទុយវាដុះមករូបរាងវាស្អាតដូចដាច់កន្ទុយនឹងឬអត់ដោយសារដាច់កន្ទុយទៅវាតងើពេកវាអត់សូវស្អាតហើយនៅក្នុងវីដេអូនេះខ្ញុំអត់មានអីច្រើនទេមានតែប៉ុណ្ណឹងហើយសូមអរគុណពុកម៉ែបងប្អូនដែលបានចូលទស្សនានៅក្នុងវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់អញ្ចឹងសូមអរគុណសូមជម្រាបលា